ក្រោមគេនិយាយពីអីតើបញ្ហា gap ឬក៏ problem ហ្នឹងជាស្អីហើយ aim អីមានតែ3នោះទេខ្ញុំឧទាហរណ៍3 4មិញឬក៏ទៅមើលទៀតមានមួយកណោទៀតគឺប្រហែលនោះទេអត់ខុសគ្នាមកនេះដោយសារហ្នឹងជា model ជា convention ណាតលៀនត្រឡប់នឹងការសរសេរគឺវាមកអញ្ចឹងណាយើងគ្រប់គ្នាអញ្ចឹងយើងខ្លួនឯងសរសេរគឺអញ្ចឹងខ្ញុំថ្ងៃក្រោយខ្ញុំសរសេរខ្ញុំធ្វើតាមនឹងដែរខ្ញុំព្យាយាមហៅមើល gap ទៅការ identify gap ហ្នឹងនៅក្នុង introduction គេ identify ខ្លីតែចូលក្នុង body ចូលក្នុង literature review បានគេនិយាយលម្អិតនិយាយការសិក្សាថាមាន5និយាយ1 2 3 4 5ហ្នឹងរកឃើញអីហើយបានយើងថាទោះបីជាមានការសិក្សា4 5ហ្នឹងក៏ដោយក៏ប៉ុន្តែវានៅមាន gap មួយគឺអត់ទាន់មានអ្នកសិក្សាពីលើរឿងនេះទេអញ្ចឹងទៅតែក្នុង introduction យើងនិយាយខ្លីដូចខ្ញុំបង្ហាញមិញណាទៅយើងអាចទៅមើលម្ដងទៀតគឺបើឃើញថាមានគេសិក្សាដែរយើងថាលើកលែងការសិក្សាពី3នេះគឺគ្មានការសិក្សាពីរឿងហ្នឹងទេឬក៏មានការសិក្សា1 2 3ប៉ុន្តែមិនមានការសិក្សាពីរឿងនេះទេចឹងណាយើងព្យាយាមអះអាងចឹងតែបើយើងបានអះអាងថាមិនមានការសិក្សាទេមានគេផ្សាយគេបានទៀតកាន់តែល្អដូចករណីអត្ថបទរបស់ខ្ញុំនិយាយថាការសិក្សាទៅលើការដែលគ្រូនៅប្រទេសកម្ពុជាអវត្តធ្វើ research ហ្នឹងវានៅមានកម្រិតអញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើ research បែបហ្នឹងដែរពេលយើងអះអាងថាការស្រាវជ្រាវពាក់ព័ន្ធនឹងសាស្ត្រាចារ្យនៅកម្ពុជាឬក្នុងប្រទេសកម្ពុជាអភិវឌ្ឍហ្នឹងវាមានកម្រិតយើងផ្សាយរបស់ខ្ញុំបានព្រោះខ្ញុំធ្លាប់អះអាងអញ្ចឹងតែការខ្ញុំអះអាងអញ្ចឹងខ្ញុំផ្សាយអ្នកមុនមួយទៀតអញ្ចឹងតគ្នាអញ្ចឹងណាវាធ្វើឲ្យការអះអាងយើងវាមានគុណភាពថាវា strong ដោយសារយើងមិនចេះអះអាងតាមអារម្មណ៍ទេគឺគ្រប់ការអះអាងគឺមានឯកសារយោងច្បាស់លាស់អញ្ចឹងទៅអូខេអញ្ចឹងជាសរុបមកវិញគឺក្នុងការសរសេរ introduction យើងមាន flow 3ហ្នឹងគឺលើកពីសាវតាពាក់ព័ន្ធនឹងហ្នឹងលើកពីបញ្ហាឬក៏សំណួរឬក៏រឿងរ៉ាវissue ពាក់ព័ន្ធនឹងហ្នឹងប្រាប់ពីគោលបំណងពី research question របស់យើងទៅប៉ុណ្ណឹងចប់គឺចប់ហើយបានយើងចូល literature review ដល់ literature review រឿងផ្សេងទៀតអាហ្នឹងវាមានរបៀបក្នុងការសរសេរ literature review ផ្សេងទៀតចឹងណាអូខេខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយយើងបើកជាសំណួរចម្លើយបន្តហើយមុនយើងចប់ session ហ្នឹងបាទសូមអរគុណបាទជំរាបសួរលោកបណ្ឌិតបាទជំរាបសួរលោកខ្ញុំមានសំណួរមួយបាទតាមរយៈអ្វីដែលខ្ញុំស្ដាប់មកតាមព្រឹកខ្ញុំសង្កេតឃើញថាកន្លងមកខ្ញុំហាក់ដូចមានការភ័ន្តច្រឡំបន្តិចដែលមានយើងហៅ research hypothesis ឬមួយក៏ conceptual framework ខ្ញុំឃើញមានឯកសារខ្លះគេដាក់hypothesis បន្ទាប់ពី research question តើអានឹងវាជាការត្រឹមត្រូវដែរឬអត់នឹងទី1ហើយទី2បើសិនមកក្នុងករណីតើវាគួរខ្ញុំពេលខ្លះខ្ញុំត្រូវបានគេប្រាប់ថាវាគួរតែនៅ literature review ហើយមួយទៀតចង់សួរថាខ្ញុំសង្កេតមើលអ្វីដែលលោកបណ្ឌិតបានធ្វើការបង្ហាញមកនេះហាក់ដូចជាមើលទៅបើសិនក្រែងលោថាវានៅក្នុង literature review វាប្រកាសជាអត់ឃើញហើយ article ខ្ញុំចង់ថាភាគច្រើនខ្ញុំមើល research article ធៀបជាមួយនឹង thesis ហាក់ដូចជាគេអត់មាននៅក្នុង research article ខ្ញុំចង់មានវាហាក់ដូចជាអត់មាននិយាយពី hypothesis ចឹងសំណួរខ្ញុំអាចថាមានពីរខ្ញុំ clarify ឡើងវិញទី1តើ hypothesis តើវាគួរស្ថិតនៅក្នុង introduction ឬមួយក៏ស្ថិតនៅក្នុង literature review ហ្នឹងសំណួរទី1ទី2ខ្ញុំហាក់ដូចជាក្រែងលោកខ្ញុំមើលមិនអស់ខ្ញុំមើលកន្លងមក research article ហាក់ដូចជាមិនសូវមាន hypothesis ឬមួយក៏អីនោះទេបាទអរគុណបាទអានឹងវារឿងពីររឿងទី1គ្រប់ research មិនមែនត្រូវតែមាន hypothesis ទេទី1បានថា research បើបែបគុណវិស័យអត់មាន hypothesis ទេខ្ញុំបង្ហាញមិនសិតគុណវិស័យអញ្ចឹងអត់មាន hypothesis ក្នុងនោះទេអញ្ចឹងអ្នកដែលថាឲ្យតែមាន research គេសួរថាស្អីគេ hypothesis របស់ research ហ្នឹងអ្នកសួរអញ្ចឹងគឺអត់ត្រូវទេគេត្រូវដឹងថាតើ research ហ្នឹងគាត់សិក្សាទៅលើប្រធានបទហ្នឹងគាត់យកតាម method អីបើ method គាត់គុណវិស័យគឺអត់មានសួររឿង hypothesis ទេអ្នកសួរគឺអ្នកនឹងអត់ចេះ research ហ្មងនិយាយចេះហ្មងព្រោះខ្ញុំជួបច្រើនតែបើបរិមាណវិស័យអាចមានអាចអត់មានក៏មានមិនមានក៏អត់អញ្ចឹងណាបានថាទី1គឺគ្រប់ research មិនបាច់តតែមាន hypothesis ទេ
tại bởi miền đó vì còn lại bị đăng bị phật đà thà dương trong đăng bị rương mùi bị bay nâng anh đi mùi chẳng là bị đại dương mưa anh bọt sẽ chiếu bị khác khơi hypothesis bị khác ọt khơi để sao ấy để sao research về miền đăng thầm miền hypothesis miền ọt chẳng á chẳng bởi miền đã màu bởi ọt có ọt từ còn ha bởi không bạn mà bị sai bị chân cái miền mình hay comment mà rồi miền này có miền ọt đây nhưng thưa research bài bạn mà bị sai chọn đây nhưng đại miền hypothesis thì mùi thì phí bởi miền đặt nơi nào cái này là đi nhưng cho xong một bón cứ đặt nơi không literature review hypothesis đặt không literature review để sao ấy hypothesis nó cứ dừng mình coi nó khơi nhau do một đặt thế cái thử mưa literature nó thà ta ca sọc xa bị muốn cái đâu khơi mà mấy bạn dương bậc ca chỉ hypothesis thá ca sọc xa bị muốn cái đâu khơi che chẳng nhưng bậc ca hypothesis mỗi thá ca hypothesis mỗi khơi che dùng từ tam ca sọc xa bị muốn bảy buồn ấyเราเคยท้ากตาอายุมีอัตโพจะเลือกการแสวเชียวจังไฮโปซิตินมวยคือกตาอายุมีอัตโพจะเลือกการแสวเชียวว่ายังรีวิวที่ท้าเสพต่อที่มันเราเคยกตาเมื่อที่กตาภาษาอังกฤษหรือภาษาอันตรเชียดภาษาบอลเต้นก็มีอัตโพจะเลือกการบอกปุ่มการแสวเชียวได้จังประกาศไฮโปซิตินเมื่อที่ท้าเนี่ยได้มีภาษาอังกฤษหรือภาษาบอลเต้นละกดช่วยក្នុងការទៅសេអត្ថបទស្រាវជ្រាវបានល្អឬក៏បោះពុំក្នុងអន្តរជាតិបានលោកសួរហើយបើយើងគិតអញ្ចឹងដោយសារអីការសិក្សាពីមុនគេរកឃើញតែអញ្ចឹងជារបស់ខ្ញុំ hypothesis វាគួរតែនៅក្នុងបន្ទាប់ពីយើងបាន review literature ហើយយើងរកឃើញឯកសារផ្សេងៗហើយបានយើងបង្កើត hypothesis ប៉ុន្តែក៏យើងឃើញមាននៅក្នុង Nikkei bot ដែលគេដាក់ hypothesis នៅក្នុង introduction ដែរហើយការដាក់ហ្នឹងខ្ញុំឃើញច្រើនណាស់ខ្ញុំធ្លាប់ដឹកនាំនិស្សិត PhD ដែរហើយពេលខ្លះខ្ញុំឲ្យលុបចោលគេថាលុបអត់បានទេលោកគ្រូខាងសាលាគេក៏មានគំរូនិក្ខេបតគេដាក់អញ្ចឹងហើយ hypothesis នៅក្នុង introduction ហ្នឹងហើយចឹងលុបអត់បានទេអញ្ចឹងមិនថាគាត់បង្កើត hypothesis ខ្លួនឯងហ្មងអត់មានចាំបាច់ទៅ review literature ណាទេអញ្ចឹង review literature សិនមិនដឹងថាអាហ្នឹងវាអញ្ចឹងហើយយើងបង្កើត hypothesis អញ្ចឹងក្នុង paper ពីច្រើនដែលខ្ញុំបានអានគឺគេដាក់នៅក្នុង literature review ហើយគេ review ហើយទៅបានគេដាក់ hypothesis ទី1 hypothesis ទី2ទី3ហ្នឹងទៅណាហ្នឹងហើយបានយើងចូល method ដើម្បីមើលទៅនៃដើម្បីមកឆ្លើយ hypothesis អញ្ចឹងចម្លើយខ្លីគឺបើ paper ហ្នឹងជា quality research មិនបាច់មាន hypothesis ទេបើជា quant អាចមានអាចអត់ហើយបើមានគួរតែដាក់នៅក្នុង literature review អញ្ចឹងណាបាទហើយបើយើងឃើញមាននៅក្នុង introduction អាហ្នឹងរឿងផ្សេងទៀតព្រោះអ្នកខ្លះគាត់មាន template ឲ្យដាក់ក្នុង introduction តែដាក់ introduction អត់កើតដោយសារអីតោះតែគាត់បង្កើត hypothesis ខ្លួនឯងដោយសមិទ្ធកម្មហ្នឹងគឺបង្កើតនឹកឃើញបង្កើតមិនមែនពឹងទៅលើ research អញ្ចឹងវាអត់ត្រូវគោលការណ៍នៃការបង្កើតសមិទ្ធកម្មមែនទែនទៅការបង្កើតសមិទ្ធកម្មយើងត្រូវមើល research ពីដើមមកគេថាគេរកឃើញមិនបានយើងលើកជា hypothesis មួយថាអាហ្នឹងវាមានឥទ្ធិពលទៅលើអាហ្នឹងឬក៏មិនមានអីចឹងទៅមិនយើងនឹកឃើញហើយបានយើងទៅ review literature ទេយើង review ឆ្អែតហើយបានដឹងឃើញថាvariable មួយហ្នឹងមានឥទ្ធិពលទៅលើនេះអញ្ចឹងខ្ញុំចង់ទៅតេស្តមើលក្នុង research ហ្នឹងថាតើវាអញ្ចឹងមែនដែរឬក៏អត់ព្រោះគេរកឃើញថាហ្នឹងវាមានទំនាក់ទំនងយើងបង្កើតមួយថាមានឬក៏មិនមាននៅទៅហ្នឹងតែយើងទៅប្រមូលទិន្នន័យមកវិភាគបានដឹងថាមានដូចគេរកឃើញមែនឬក៏មិនមានដូចគេរកឃើញមិនដូចគេរកឃើញអញ្ចឹងណាអញ្ចឹងគឺបែបហ្នឹងគឺគួរតែដាក់នៅក្នុង literature review ចាំមើលចប់យើងភាសាហ្នឹងហើយចាំខ្ញុំរកអត្ថបទដែលមាននោះខ្ញុំបាញ់ចូលក្នុងក្រុមឲ្យគ្នាចឹងមើលបាទសូមសំណួរបន្តបាទដុកទ័រខ្ញុំចាប់កន្លែងចំណុចកន្លែង research M ហើយនឹង objective នៅក្នុងហ្នឹងខ្ញុំចាប់អត់ទាន់តើ objective ហើយនឹង M ហ្នឹងវានៅក្នុងជាមួយគ្នាឬក៏ objective ហ្នឹងវាចេញពី M មកឬក៏អាពីរហ្នឹងវាដូចគ្នាដុកទ័របាទប៉ុណ្ណឹងឯងដុកទ័របាទ objective ចេញពី aim ធំគោលបំណងធំយើងអីដើម្បីឆ្លើយបានគោលបំណងធំយើងត្រូវមានគោលបំណងតូចអាគោលបំណងតូចជា objective ហើយក្នុងហ្នឹងមិនបាច់ចាំមានទាំងពីរបើក្នុង Nikkei bot ពីច្រើនគេដាក់ឲ្យទាំងអស់research aim ស្អីទៅ research objective ស្អីក្នុងអត្ថបទស្រាវជ្រាវគេអត់ខ្វល់ពីរឿងអាណា aim អាណា objective ថាយើងចង់ធ្វើអី aim នឹងមួយមកមានសំណួរមកទៀតក៏បានមិនបាច់ចាំថាin this study the aim is អីយើងទៅហើយ the objective I យើងមិនបាច់ទេមិនបាច់ចាំតលំអិតចឹងទេក្នុង Nikkei bot គេលំអិតគេដាក់ថា2.1 or 1.2
aim មួយយើងមកហើយបាន reset objective 3 ចឹង objective វាតូចជាង aim បានថា aim យើងតែមួយទេតែដើម្បីបានមួយហ្នឹងត្រូវមិនករណីខ្ញុំចេះ aim របស់ខ្ញុំសិក្សាមើលពីការខ្ញុំធ្វើ PhD ណា aim មួយតែមួយគឺចង់ដឹងថាតើគ្រូសាកលវិទ្យាល័យនៅកម្ពុជាគាត់ធ្វើ research យ៉ាងម៉េច aim ខ្ញុំមួយចង់ដឹងគាត់ធ្វើម៉េចតែខ្ញុំមាន objective 3 ទី1ឲ្យតែរឿង research គាត់គិតម៉េចទី1ទី2គាត់ធ្វើម៉េចទី3មានអីទៅជំរុញឬក៏រាំងខ្ទប់គាត់ក្នុងការធ្វើ research តែ3ហ្នឹងគឺវាហៅតំណាក់តំណងគ្នារៀង related ដើម្បីគ្រប់គ្រងឲ្យ aim នេះអញ្ចឹងដល់ពេល question យើងត្រូវរុញមកដូច aim question ត្រូវរុញឲ្យដូច objective aim វាធំតែមួយទៅតែក្នុង aim នោះមានខាងក្រោម aim មាន objective 3អញ្ចឹង objective ទី1មានសំណួរទី1 objective ទី2សំណួរទី2 objective 3សំណួរទី3សំណួរហើយនឹង objective ត្រូវ link គ្នាដែលទាំង3ហ្នឹងឆ្លើយទៅ aim មួយទាំងមូលវាអញ្ចឹងណាបាទបាទអរគុណច្រើនដុកទ័របាទសូមអ្នកបន្ទាប់បាទយើងនៅមានពេល 4-10 នាទីទៀតបាទនៅនេះខ្ញុំ present ចប់មុនមកម្ដងអត់ចប់ទេទៅសួរគ្នាកន្លះម៉ោងទៀតបាទសូមអ្នកបន្ទាប់អនុញ្ញាតឲ្យឆ្លាក់សួរហ្មងទៅលឿនបាទសួស្តីបងគឹមគង់ខ្ញុំសូមសួរសំណួរបងតេតូននឹងការធ្វើ site ទីចោះដោយសារកន្លែងនេះខ្ញុំឆ្លក់ល្បែងដែរខ្ញុំឃើញបងទៅសេតេតូនប្រវត្តិសាស្ត្រនៅចំណុចដូច Clayton អីគាត់ទៅសេនៅឆ្នាំយូរហើយអត្ថបទរបស់បងយក Clayton មកនិយាយដែរដល់ពេលហើយអត្ថបទបងថ្មីយកថាឆ្នាំ2024ហ្នឹងនៅពេលដែលខ្ញុំចង់សាយតើខ្ញុំត្រូវដាក់អត្ថបទហ្នឹងដែលមានសាយរបស់ Clayton ក្នុងអត្ថបទហ្នឹងហើយអត្ថបទរបស់បងហើយយករបស់បងសាយចុងក្រោយដាក់សាយបងចូលដែរហើយមានសាយ Clayton ហ្នឹងដែរឬក៏យើងប្រើតែសាយរបស់បងហើយអត្ថបទដែល Clayton គាត់យកមកនិយាយហ្នឹងយើងបកចេញយើងគ្រាន់តែសេអត្ថបទហ្នឹងរួមតែដាក់របស់បងចុងក្រោយគេឆ្នាំ2024អញ្ចឹងឧទាហរណ៍បងយល់ស្រួលបងបាទយល់ប្រហែលជាយល់ចេះអាហ្នឹងពេលយើងសរសេរប្រវត្តិកម្មតែពិតគេពេលគេសរសេរពីប្រវត្តិអប់រំកម្ពុជាសម័យថ្មីហ្នឹងគឺគេយក Clayton មកសាយដោយសារគាត់សរសេរហ្នឹងមុនគេគាត់សរសេរសភៅមួយពាក់ព័ន្ធនឹងការអវត្តរឿងអប់រំបន្ទាប់ពីជំនាន់ពលអញ្ចឹងណាអញ្ចឹងពីអញ្ចឹងគេយកគាត់សាយនៅតែបន្តសាយគាត់អញ្ចឹងតែបើយើងជាអ្នកសរសេរបន្ទាប់ពីខ្ញុំនេះយើងអត់បែរឃើញ Clayton ហ្នឹងបែរមកទៅណាទេយើងដែរបានអានអត្ថបទ Clayton ទេយើងអាចសាយរបស់ខ្ញុំមកខុសបានដែរបានថាយើងសេប្រើមកបើវងចុះដាក់ឈ្មោះខ្ញុំហ្មងព្រោះដោយសារអីយើងបានអានរបស់ខ្ញុំក៏ខ្ញុំយោងតាម Clayton ពីមុនតែបើយើងចង់ឲ្យកាន់តែ strong យើងយោងពីអ្នកហ្មង Clayton ក៏យោងខ្ញុំនឹងក៏យោងតែសូមទៅមើល Clayton ផងតើវាមានរឿងហៅដែលនិយាយនឹងអត់កុំឲ្យយើងអត់បានមើលសោះយើងយកទៅសៃបានថាអាចខុសព្រោះយើងបានអាន Clayton នឹងដែរហើយអានរបស់ខ្ញុំទៀតយើងសៃបានទាំងពីរសេមកយើងបើវងចុះដាក់ Clayton មួយទៅដាក់ខ្ញុំមួយតែបើយើងបានអាន Clayton ទេយើងសៃតែខ្ញុំនឹងក៏បានដែរវាថ្មីផងវាអត់បានបកទៅដល់ដើមអញ្ចឹងវាយើងសៃនឹងខុសអត់វាអត់អីទេដោយសារយើងមិនបានសៃដើមទេតែអាថ្មីហ្នឹងគឺក៏វាត្រឹមត្រូវព្រោះគាត់យោងតាមដើមបន្តតែបើយើងបានអានថ្មីផងដើមផងយើងសៃទាំងពីរហ្មងចុះក្នុងចុះដាក់ទាំងពីរហ្មងអញ្ចឹងណាហ្នឹងហើយ